សួស្តីប្រិយមិត្តរបស់ Goal ខ្មែរទាំងអស់គ្នារាត្រីថ្ងៃពុធទី22វេលាម៉ោង 2:30 នាទីរំលងអាធ្រាត្រនេះក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga មានការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយអាធីរីចា Real Madrid បើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុមភ្ញៀវ Deportivo Alaves វិភាគកម្លាំងក្រុម Real Madrid លេងក្នុងដីខ្លួនឯងគឺមានទំនុកចិត្តខ្ពស់និងលេងទម្រង់ប្រយុទ្ធដើម្បីយក3ពិន្ទុប៉ុន្តែក្រុម Deportivo Alaves ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំទម្រង់ការពារយ៉ាងរឹងមាំដើម្បីទប់ទល់នឹងម្ចាស់ផ្ទះការប្រកួតនេះពិតជាគួរឲ្យចង់ទស្សនាមែនទែនការវាយតម្លៃនិងទស្សទាយមកមើលការវិភាគមុនការប្រកួតយប់នេះក្រុម Real Madrid ត្រូវបានគេមើលឃើញថាមានភាគរយឈ្នះខ្ពស់ជាងដោយតគ្រាប់ឲ្យក្រុម Alaves ដល់ទៅ1គ្រាប់75តែចំណុចសំខាន់សម្រាប់ការប្រកួតនេះខ្ញុំសូមរំពឹងទុកថានឹងមិនមានគ្រាប់បាល់កើតឡើងច្រើននោះទេហេតុអ្វីព្រោះ Alaves នឹងប្រឹងការពារយ៉ាងរឹងមាំត្រឹមមុខទីខ្លួនឯងខណៈ Real Madrid ទោះជាអាចយកជ័យជំនះក៏អាចត្រឹម1ទៅ2គ្រាប់ប៉ុណ្ណោះភាគរយដែលមានគ្រាប់បាល់កើតឡើងតិចតួចគឺពិតជាខ្ពស់ណាស់តើក្រុម Real Madrid អាចយកជ័យជំនះបានងាយស្រួលដែរឬទេឬក៏គ្រាប់បាល់នឹងមានតិចតួចដោយការរំពឹងទុកមែនចូលរួមបញ្ចេញមតិនៅខាងក្រោមមកកុំភ្លេចចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានបាល់ទាត់រាល់ថ្ងៃជួបគ្នាយប់នេះកាលវិភាគរបស់ Goal ខ្មែរយក Real Madrid 1គ្រាប់75 Andor ត្រឹម3គ្រាប់កន្លះ